បាច់ធ្លាយរឿងអាស្រូវមន្ត្រីជលផលជាប់កិច្ចសន្យាបានសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសហុំព័ទ្ធសម្រាប់ក្នុងដងស្ទឹងសែនខេត្តកំពង់ធំនាថ្ងៃទី2ខែឧសភាឆ្នាំ2026វេលាម៉ោង 1:11 នាទីរសៀលក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្រុមការងារសារព័ត៌មានរបស់យើងបានចុះទៅដល់ទីតាំងដើម្បីប្រមូលភស្តុតាងជុំវិញបទល្មើសនេសាទហុំសម្រាប់យ៉ាងអនាធិបតេយ្យនៅចំណុចស្ទឹងសែនឃុំពីមក្រែងឃុំក្តីដងស្រុកកំពង់ស្វាយខេត្តកំពង់ធំអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនិងនាំឲ្យមានការសង្ស័យនោះគឺមន្ត្រីជំនាញមិនបានចាត់វិធានការបង្ក្រាបឡើយផ្ទុយទៅវិញបែរជាលេចលឺដំណឹងរឿងអាស្រូវជុំវិញទំនាក់ទំនងលួចលាក់រវាងមន្ត្រីនិងជនល្មើសទៅវិញភាពមិនប្រក្រតីនឹងការសង្ស័យពីការខົບខិតនៅពេលដែលក្រុមការងារសារព័ត៌មានបានចុះទៅដល់ទីតាំងកើតហេតុយើងបានឃើញវត្តមានមន្ត្រីជលផលជាប់កិច្ចសន្យាឈ្មោះលោកតាន់បានចុះមកដល់កន្លែងកើតហេតុប៉ុន្តែជំនួសឲ្យការអនុវត្តច្បាប់លោកគ្រាន់តែឈរមើលនិងបន្ទាប់មកក្រុមអ្នកហុំសម្រាប់បាននាំគ្នាបណ្ដោះម៉ាស៊ីនបូមខ្យល់និងទូកចំនួន2គ្រឿងចេញទៅបានដោយសុវត្ថិភាពទៅវិញសកម្មភាពនេះបានធ្វើឲ្យមតិមហាជននិងប្រជាពលរដ្ឋបានដាក់ការសង្ស័យយ៉ាងខ្លាំងថាតើមន្ត្រីជលផលជាប់កិច្ចសន្យាខាងលើមានការពាក់ព័ន្ធឬរួមគំនិតជាមួយនឹងក្រុមជនល្មើសទើបគ្មានចំណាត់ការបង្ក្រាបបែបនេះបើតាមការខ្សឹបខ្សៀវពីប្រជាពលរដ្ឋក្នុងមូលដ្ឋានសុំមិនបញ្ចេញឈ្មោះបានទម្លាយការពិតដ៏ឈឺចាប់មួយថាការចុះបង្ក្រាបកន្លងមកធ្វើឡើងតែនៅលើទីតាំងណាដែលម្ចាស់មិនបានទៅជួបមន្ត្រីជំនាញជាមុនតែប៉ុណ្ណោះប្រសិនបើនរណាម្នាក់បានជួបចរចាជាមួយនឹងមន្ត្រីជំនាញគឺបទល្មើសនោះនឹងត្រូវបានដោះស្រាយឬរួចខ្លួនដោយរលូនការលើកឡើងនេះគឺជាសញ្ញាណដ៏គ្រោះថ្នាក់មួយដែលបង្ហាញថានីតិវិធីនៃការអនុវត្តច្បាប់ត្រូវបានគេយកមកធ្វើជាអាជីវកម្មឬជាមធ្យោបាយលាភសក្ការៈផ្ទាល់ខ្លួនកន្លងមកមានការចោទប្រកាន់ថាក្រុមអ្នកហុំព័ន្ធសម្រាប់បានបង់លុយជាសាំងចំនួន1កានកន្លះជូនទៅលោកតាន់មន្ត្រីជលផលជាប់កិច្ចសន្យាទោះបីជាលោកបានបដិសេធចំពោះការចោទប្រកាន់នេះក្តីសំណូមពរនឹងការអំពាវនាវជាបន្ទាន់ក្នុងនាមជាប្រជាពលរដ្ឋរស់នៅក្បែរដងស្ទឹងសែនពួកគាត់សូមអំពាវនាវយ៉ាងទទូចដល់អាយុដំនួនផារ៉នអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំលោកឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំសូមមេត្តាជួយចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតទៅលើមន្ត្រីខិលខូចដែលប្រព្រឹត្តអំពើពុករលួយនិងជួយទប់ស្កាត់បទល្មើសនេសាទដើម្បីការពារធនធានមច្ឆជាតិក្នុងដងស្ទឹងសែនឲ្យបានគង់វង្សអង្គភាពសារព័ត៌មានរបស់យើងធ្វើការផ្សាយព័ត៌មាននេះក្នុងគោលបំណងចូលរួមចំណែកថែរក្សាអភិរក្សធនធានមច្ឆជាតិឲ្យបានស្ថិតស្ថេរស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការរក្សាតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្សជុំវិញការចោទប្រកាន់នេះអង្គភាពយើងខ្ញុំនៅតែបើកចំហរងចាំការបកស្រាយឬបំភ្លឺពីលោកតាន់និងមន្ត្រីពាក់ព័ន្ធក្នុងម៉ោងធ្វើការដើម្បីភាពត្រឹមត្រូវនិងយុត្តិធម៌សម្រាប់គ្រប់ភាគីសូមអរគុណ